បាទចង់ដឹងអត់ថាត្រេនខាងក្រោយក្នុងរបស់ខ្ញុំនេះមានអាយុប្រហែលហើយផ្លែត្រេនណាមិនមែនដើមត្រេនពុកម៉ែបងប្អូនបាទអូខេដើម្បីចង់ដឹងខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនម្ចាស់ចម្ការទាំងអស់គ្នាថ្ងៃនេះខ្ញុំច័ន្ទរាតំណាងឲ្យខាងក្រុមហ៊ុន Forward រៀបចំវីដេអូថ្មីមួយទៀតបន្ទាប់ពីចូលឆ្នាំខ្មែររួចហើយអញ្ចឹងថ្ងៃនេះគឺយើងធ្វើវីដេអូពិសេសមួយចែករំលែកជូនដល់ពុកម៉ែបងប្អូននៅដំណាក់កាលពិសេសដែលពុកម៉ែបងប្អូនម្ចាស់ចម្ការតែងតែជួបប្រទះជារៀងរាល់ឆ្នាំហើយជាចំណុចក្តៅហើយក៏ជាចំណុចចុងក្រោយនៃបងប្អូនម្ចាស់ចម្ការដែលយើងត្រូវប្រមូលផលប៉ុន្តែជាក់ស្ដែងគឺយើងជួបបញ្ហាទាំងអស់នឹងកើតឡើងធ្វើឲ្យយើងមិនសប្បាយចិត្តធ្វើឲ្យយើងទទួលបានទិន្នផលមិនពេញចិត្តបានអញ្ចឹងសម្រាប់បញ្ហាទាំងអស់នោះគឺខ្ញុំនឹងបង្ហាញជូនថាជាបញ្ហាអីបាទអញ្ចឹងត្រេនខាងក្រោយក្នុងរបស់ខ្ញុំនេះគឺជាត្រេនឌីប៉ូរបស់ក្រុមហ៊ុនរបស់យើងឌីប៉ូដៃគូសហការជាមួយក្រុមហ៊ុនរបស់យើងឈ្មោះថាឌីប៉ូសុងលីមបាទអញ្ចឹងត្រេនរបស់គាត់នេះគឺគាត់សហការជាមួយនឹងក្រុមហ៊ុន Forward យើងពេញលេញ full option បាទអញ្ចឹងឥឡូវនេះជាការប្រកួតនេះគឺអាយុរបស់វាបាន60ថ្ងៃទៅ65ថ្ងៃហើយអញ្ចឹងថ្ងៃនេះយើងធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងអាយុត្រេនដែលចន្លោះពី60ទៅ65ថ្ងៃនេះដើម្បីចែកជូនពុកម៉ែបងប្អូនថាតើយើងត្រូវធ្វើអីខ្លះនៅក្នុងវ័យអាយុប៉ុណ្ណឹងបាទសម្រាប់ត្រេននេះអាយុវ័យប៉ុណ្នេះពុកម៉ែបងប្អូនត្រូវដឹងហើយត្រូវតែប្រយ័ត្នហើយត្រូវតែអនុវត្តវាឲ្យបានត្រឹមត្រូវដើម្បីធ្វើឲ្យត្រេនរបស់យើងពេលដែលយើងប្រមូលផលទៅគឺសុវត្ថិភាពហើយត្រេនរបស់យើងទទួលបានទិន្នផលខ្ពស់បាទអញ្ចឹងបញ្ហាដែលសម្រាប់ថ្ងៃនេះគឺយើងចង់លើកយកបញ្ហាមួយគឺមកចែកជូនពុកម៉ែបងប្អូនគឺបញ្ហារលួយផ្លែឬក៏ Fight Top លើផ្លែបាទអញ្ចឹងអានេះគឺជាបញ្ហាដែលពុកម៉ែបងប្អូនតែងតែជួបជារៀងរាល់ឆ្នាំហើយខ្ញុំជឿថាពុកម៉ែបងប្អូនពិតជាមិនចង់ឲ្យកើតមានឡើងលើដំណាំត្រេនរបស់ពុកម៉ែបងប្អូនហើយក៏មិនចង់ឲ្យរឿងទាំងអស់ហ្នឹងគឺកើតលើម្ចាស់ការទាំងអស់គ្នាដែរ Forward របស់យើងមានផលិតផលដែលមានប្រសិទ្ធភាពខ្ពស់មានសមត្ថភាពខ្ពស់ក្នុងការជួយទប់ស្កាត់ដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានទាន់ពេលវេលាហើយបានមានប្រសិទ្ធភាពខ្ពស់បាទអញ្ចឹងផលិតផលដែលខាង Forward យើងបានប្រើយើងអាចប្រើជាមួយនឹងផលិតផល3មុខបាទ3មុខមួយណាក៏បានទី1គឺយើងប្រើជាមួយនឹង Forpsit ទី2យើងអាចមកប្រើជាមួយនឹង Forblast ទី3យើងអាចប្រើជាមួយនឹង Formeta បាទអញ្ចឹង3មុខហ្នឹងពុកម៉ែបងប្អូនប្រើមួយណាក៏បានប៉ុន្តែយើងត្រូវដឹងពីពេលវេលានៃការប្រើរបស់វាថាតើមុខមួយមុខថ្នាំឈ្មោះមួយដែលខ្ញុំជម្រាបជូនខាងលើហ្នឹងយើងគួរប្រើនៅអាយុផ្លែរបស់យើងប៉ុណ្ណានៅអាយុផ្លែរបស់យើងប៉ុណ្ណាដើម្បីកុំឲ្យវាជាប់សារធាតុរបស់វាហ្នឹងនៅពេលដែលយើងប្រមូលផលសម្រាប់3មុខដែលខ្ញុំជម្រាបជូនខាងលើហ្នឹងយើងបានបង្ហាញជូនពុកម៉ែបងប្អូនហើយថាតើវាអាចជួយបានយ៉ាងមានប្រសិទ្ធភាពសម្រាប់ក្នុងការដោះស្រាយបញ្ហាការពាររលួយផ្លែត្រេនរបស់ពុកម៉ែបងប្អូនហើយបើពុកម៉ែបងប្អូនចង់ដឹងថាតើសារធាតុដែល3មុខខ្ញុំជម្រាបជូនខាងលើហ្នឹងមួយណាក៏បានហ្នឹងវាមានសារធាតុជាប់រយៈពេលប៉ុណ្ណាទៅលើការបាញ់ដល់លើផ្លែត្រេនរបស់យើងបើចង់ដឹងពុកម៉ែបងប្អូនអាច comment នៅក្នុងpage របស់ក្រុមហ៊ុនរបស់ Forward របស់យើងបានដាក់ថា Forward យើងនឹងធ្វើវីដេអូនឹងបង្ហាញជូនពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយនឹងរយៈពេលនៃការជាប់សារធាតុនៅលើផ្លែត្រេនរបស់យើងថាតើ Forpsit របស់យើងជាប់រយៈពេលប៉ុណ្ណា Formeta ជាប់រយៈពេលប៉ុណ្ណាឬក៏យើងនិយាយ detail លម្អិតពាក់ព័ន្ធជាមួយនឹងសារធាតុសកម្មតែម្ដងបាទតើ Forpsit ហ្នឹងដែលមានធាតុសកម្មរបស់វានឹងជាប់បានរយៈពេលប៉ុណ្ណា Formeta ដែលមានធាតុសកម្មរបស់វានឹងជាប់បានរយៈពេលប៉ុណ្ណាខ្ញុំនឹងនិយាយលម្អិតជូនពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ថ្ងៃនេះដែរគឺយើងមានប៉ុណ្ណឹងហើយសូមបញ្ជាក់ជូនពុកម៉ែបងប្អូនជាចុងក្រោយសម្រាប់វីដេអូនេះបើសិនពុកម៉ែបងប្អូនត្រូវការផលិតផលរបស់ក្រុមហ៊ុន Forward ប្រើប្រាស់លើដំណាំត្រេនគឺអាចទៅរកបាននៅឌីប៉ូសុងលីមនៅខេត្តរតនគិរីបានសម្រាប់ខេត្តរតនគិរីហើយសម្រាប់ខេត្តផ្សេងៗយើងអាចតាក់ទងមកខ្ញុំផ្ទាល់បានបើមានតម្រូវការឬក៏ចង់ប្រឹក្សាយោបល់ទៅលើបច្ចេកទេសលើដំណាំត្រេនបាទជាងថ្ងៃនេះខ្ញុំសូមអរគុណបាទសូមជម្រាបលា